សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងមកដឹងអំពីការតម្លើង indicator RSI RSI ឬក៏ពាក្យពេញហៅថា Relative Strength Index គឺជាសូចនាករដ៏សំខាន់មួយក្នុងការជួញដូរតម្លៃមិនថាមាសទេសូម្បីតែ crypto ក៏គេប្រើ RSI ដែរអញ្ចឹងថ្ងៃនេះយើងមកដឹងអំពីរបៀបតម្លើង RSI ទាំងអស់គ្នាបាទឥឡូវយើងចូលមក app MT5 របស់យើងបាទ MT5 របស់យើងហើយពេលដែលបងប្អូនបើក MT5 យកមកបងប្អូនមានឃើញពាក្យអក្សរ F ខាងលើនេះបងប្អូនចុចពីលើហ្នឹងមកហើយចុចយកពាក្យ main window បាទយើងចុច main window បងប្អូនអូស scroll ទៅក្រោមមើលពាក្យថា relative strength index បាទ relative strength index បងប្អូនចុចលើហ្នឹងមកកន្លែង period បងប្អូនយក14ចឹងហើយ apply យើងដាក់close ចឹងទៅហើយ level គឺ30 70ខ្ញុំនឹងបញ្យល់បងប្អូនទៀតថា30 70វាមានន័យថាម៉េចហើយ all time frame ហើយ style យើងដាក់ dot ក៏បានឬក៏ពណ៌បងប្អូនចង់កែមិនក៏បានដែរសូមឲ្យចុចពាក្យ done អញ្ចឹងនៅពេលចុចពាក្យ done មកបងប្អូននឹងឃើញផ្ទាំងខាងក្រោមដូចខ្ញុំនេះអញ្ចឹងផ្ទាំងខាងក្រោមនេះបងប្អូនឃើញថាបើតម្លៃវាមាន2វាមាន70និង30អញ្ចឹងបើសិនជាអាបានេះអាបាបងប្អូនឃើញបានេះអាបានេះពេលដែលវាដល់តម្លៃដែលត្រូវដល់តម្លៃនេះបាទដល់តម្លៃហ្នឹងនេះដល់70ហ្នឹងគឺមានន័យថាតម្លៃមាសកំពុងតែoverbuy គឺវាទិញច្រើនពេកអញ្ចឹងបងប្អូនអាចធ្វើការ sell បាទ sell ក្នុងការធ្លាក់ចុះមកវិញអញ្ចឹងជាទូទៅនៅមាសដល់ពេលដែលទៅដល់ចំណុច70នេះគឺវាតែងតែមានការថមថយតម្លៃខ្លះមកវិញប៉ុន្តែមិនប្រកាសថានៅពេលដល់កន្លែងហ្នឹងបងប្អូនត្រូវតែ buy ហ្មងត្រូវតែ sell ហ្មងទេអត់ទេនេះវាក៏ជា indicator មួយសម្រាប់បងប្អូនក្នុងការជំរុញក្នុងការជួយដូរទៅប៉ុណ្ណោះអញ្ចឹងបើសិនជាដល់ចំណុចហ្នឹងបងប្អូនអាចបាទសំទោសបងប្អូនអាចធ្វើការ sell ហើយបើសិនជាមាសធ្លាក់ថ្លៃបាទដល់អាកន្លែងបាល់នេះបងប្អូនមើលកន្លែងនេះតម្លៃនេះឃើញទេដល់អាកន្លែង30នេះអញ្ចឹង30កន្លែងនេះគឺបងប្អូនអាចធ្វើការ buy ឡើងអាហ្នឹងគេហៅថា oversell បាទអញ្ចឹងនេះគឺជារបៀប set up RSI ខ្លីៗសម្រាប់បងប្អូនទាំងគ្នាក្នុងការរៀនជួញដូរដំបូងហើយអានេះមិនមែនដូចខ្ញុំបញ្ជាក់អញ្ចឹងយើងមិនមែនជួញដូរប្រើតែ indicator មួយហ្នឹងក្នុងការជួញដូរទេវាមាន indicator ច្រើនទៀតក៏ដូចជាមានការស្វែងយល់ព័ត៌មានក៏ដូចជាការកំណត់ហានិភ័យផ្សេងៗអញ្ចឹងនេះវាគឺជា indicator មួយសម្រាប់បងប្អូនក្នុងការជួញដូរឬក៏ហៅថាអាចអាចឲ្យបងប្អូនធ្វើការជួញដូរឲ្យមានតម្លៃសុវត្ថិភាពក្នុងការជួញដូរប៉ុណ្ណោះអញ្ចឹងបាទវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយបើបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងការ set up RSI ឬក៏មានចម្ងល់ផ្សេងៗអាចតំណែង admin បានតាមលេខទូរស័ព្ទ095 722 322បាទសូមអរគុណ